នៅក្នុងព្រៃជ្រៅមួយមានដំរីស្ដោមួយឈ្មោះសម្បូររស់នៅយ៉ាងសុខសាន្តជាមួយសត្វជាច្រើននៅក្នុងព្រៃគ្មានអ្នកណាស្រាខ្ញុំជួយទេខ្ញុំសម័យតាអ្នកណាស្រាខ្ញុំជួយនៅអណាមិនក៏ខ្ញុំមើលមិនឃើញអូខ្ញុំឃើញហើយចាំមកផ្លែជួយជីវិតខ្ញុំអូមិនអីនោះទេហើយហេតុអីបានជាបងធ្លាក់ទៅក្នុងទឹកយ៉ាងនេះក្រោយពេលនោះមកស្រមោចនិងសម្បូរក៏បានរាប់អានគ្នាជាមិត្តហើយពេលខ្លះសម្បូរបាននាំស្រមោចដើរលេងពីពេញព្រៃដែលមិនមានស្រមោចណាធ្លាប់ធ្វើដំណើរយ៉ាងនេះឡើយរហូតទាល់តែថ្ងៃមួយអ្វីនឹងមានអីខុសគ្នាទៅមិនខុសគ្នាទេសម្រាប់បងតែខ្ញុំត្រូវដើររំនាទីទៅដល់មែនហើយខ្ញុំភ្លេចគិតអរគុណច្រើនលេងហើយមកសម្បូរលាសិនហើយជួបគ្នាថ្ងៃក្រោយបូសាក្រឡាបងអូបូសាបងមិនអីទេខ្ញុំមិនអីទេខ្ញុំនឹកស្មានថាតាំងពីពេលនោះមកដំរីសម្បូរនិងស្រមោចឧស្សាហ៍រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត